ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនគ្រាន់តែឃើញក្បាលវីដេអូក៏ដឹងដែរថាថ្ងៃនេះខ្ញុំមកធ្វើអីមុខម្ហូបនេះគឺថាមុខម្ហូបដែលលឿនមែនទែនណាបងប្អូនទាំងអស់គ្នាយើងឆាតែមួយផ្លែតគឺយើងបានញ៉ាំហើយអញ្ចឹងថ្ងៃនេះខ្ញុំមកឆាងាវអំពិលទុំដែលមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងជាដំបូងគឺយើងដាក់ខ្ទះឲ្យក្តៅចាក់ប្រេងអូលីវបន្តិចដាក់ខ្ទឹមសរំលីងខ្ទឹមឲ្យឡើងឈ្ងុយសិនមកបងប្អូនទាំងអស់គ្នាឈ្ងុយ10ភូមិក៏កាន់តែល្អគឺថាខ្ទឹមរបស់យើងឡើងឈ្ងុយហើយនឹងខ្ញុំបានចាក់ទឹកអំពិលទុំចូលចំពោះទឹកអំពិលទុំនេះខ្ញុំអត់កំណត់ទេបើសិនជាបងប្អូនចូលចិត្តជូរខ្លាំងដាក់ជូរបើសិនជាបងប្អូនមិនសូវចូលចិត្តជូរដាក់បន្តិចបានហើយយើងមើលតាមងាវរបស់យើងបើងាវច្រើនយើងដាក់ច្រើនងាវតិចយើងដាក់តិចមករួចហើយខ្ញុំដាក់អំបិលមួយចុងស្លាបព្រាបាយទឹកប្រេងខ្យងចិត្តកន្លះស្លាបព្រាបាយបន្ទាប់មកយើងកូរគ្រឿងរបស់យើងឲ្យចូលសព្វជាមួយនឹងទឹកអំពិលទុំសិនមករួចហើយខ្ញុំបានដាក់ម្សៅស៊ុបមួយចុងស្លាបព្រាបាយចូលកូរបន្តិចទៀតដើម្បីឲ្យគ្រឿងរបស់យើងចូលសព្វគ្នាល្អរួចហើយខ្ញុំដាក់ស្ករសមួយចុងស្លាបព្រាបាយចូលទាំងអស់គ្នាយើងភ្លក់ផងឃើញថាគ្រឿងរបស់យើងល្មមហើយខ្ញុំបានដាក់ងាវចូលចំពោះងាវបងប្អូនចង់បកក៏បានដែរដោយសារតែខ្ញុំអត់សូវឧស្សាហ៍ទេបងប្អូនទាំងអស់គ្នាតែបើសិនជាយើងបកចូលជាតិបានល្អជាងងាវចូលហើយខ្ញុំបានឆាបន្តិចទៀតបងប្អូនទាំងអស់គ្នាឆារយៈពេលប្រហែលជា2នាទីរួចហើយខ្ញុំបានដាក់ស្លឹកម្រះព្រៅចូលស្លឹកម្រះព្រៅហើយខ្ញុំបានឆាមួយត្រឡប់ពីរត្រឡប់ទៀតគឺយើងបិទភ្លើងតែម្ដងឥឡូវនេះឃើញថាងាវឆាអំពិលទុំរបស់យើងឆ្អិនហើយបងប្អូនទាំងអស់គ្នាយើងដួសដាក់ចានមកបងប្អូនទាំងអស់គ្នាដល់វគ្គញ៉ាំបាយហើយញ៉ាំលេងក៏បានដែរអត់អីទេព្រោះថារសជាតិมันល្មមអត់សាពេកហើយក៏អត់ប្រៃពេកដែរបងប្អូនអាចសាកធ្វើញ៉ាំបានខ្ញុំធានាលើរសជាតិគឺថាឆ្ងាញ់បងប្អូនធ្វើអត់ខកបំណងទេអ្វីដែលសំខាន់គឺថាលឿនមែនទែនត្រឹមតែ5នាទីគឺយើងបានញ៉ាំហើយគ្រឿងផ្សំទៅក៏តិចទៀតបងប្អូនទាំងអស់គ្នាគឺថាងាយស្រួលរកមែនទែនបងប្អូនដូចខ្ញុំអត់ខ្ញុំមកថាមុខម្ហូបលឿនងាយហើយឆ្ងាញ់គឺចូលចិត្តធ្វើមែនទែនអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់